នៅក្នុងវត្តដែលគេបោះបង់ចោលតុក្កតាដីយ័តមួយស្រែកហៅថាម៉ាក់តែស្ត្រីមេម៉ាយម្នាក់គាត់គ្មានកូនទេពេលដែលស្ត្រីមេម៉ាយចៅដាក់គ្រឿងបូជាលើតូននាងបានឮសំឡេងស្រែកថាម៉ែចេញពីអាសនៈដោយភ្ញាក់ផ្អើលនាងបានដួលទៅលើដីហៀផេះធូបពេញខ្លួនវត្តភ្នំដែលទ្រុឌទ្រោមនេះបានឈប់ដុតគ្រឿងបូជាយូរមកហើយនាងរស់នៅតែម្នាក់ឯងនៅជើងភ្នំតើក្មេងណាអាចហៅរកម្ដាយរបស់នាងតុក្កតាដេកឥតលើអាសនៈហាក់ដូចជាសម្លឹងមើលនាងដោយក្បាលផ្អៀងស្ត្រីមេម៉ាយចៅជូតភ្នែកប៉ុន្តែតុក្កតាដេកឥតឈប់រើដោយនៅតែញឹមនាងរអ៊ូទាំក្នុងចិត្តថាភ្នែកចាស់របស់ខ្ញុំមើលមិនឃើញវត្តភ្នំនេះត្រូវបានគេបោះបង់ចោលអស់ជាច្រើនទសវត្សរ៍មកហើយតុក្កតាដេកឥតបានប្រេះតើវាអាចហៅរកម្ដាយរបស់វាដោយរបៀបណានាងក្រោកឡើងហើយរៀបចំគ្រឿងបូជាឡើងវិញអង្ករកន្លះចាននិងរ៉ាឌីជ្រលក់មួយដុំនេះជាអាហារឆ្នាំថ្មីរបស់នាងកូនប្រុសរបស់នាងបានស្លាប់កាលពី3ឆ្នាំមុនហើយស្វាមីរបស់នាងបានស្លាប់មុនអាយុនាងត្រូវបានទុកឲ្យនៅម្នាក់ឯងមើលថែបន្ទប់ទ្រុឌទ្រោមទាំង3នេះថ្ងៃនេះជាថ្ងៃកំណើតរបស់នាងហើយដោយគ្មានកន្លែងណាទៅទៀតនាងបានមកវត្តដើម្បីនិយាយជាមួយព្រះពុទ្ធដេកឥតពេលនាងរៀបចំអាហាររួចរាល់តុក្កតាដេយិតក៏និយាយម្ដងទៀតលើកនេះដោយសំឡេងច្បាស់ជាងថាបុម៉ាក់ខ្ញុំឃ្លានហើយមេម៉ាយចៅរវីយ៉ាងច្បាស់លើកនេះសំឡេងនោះចេញពីមាត់តុក្កតាដេយឥតដោយភ្ញាក់ផ្អើលនាងក៏ថយក្រោយខ្នងរបស់នាងប៉ះនឹងស៊ុមទ្វារហត់ដង្ហើមដោយការឈឺចាប់ប៉ុន្តែសំឡេងនោះទន់ភ្លន់និងផ្អែមល្ហែមដូចជាក្មេងអាយុ3ឆ្នាំសុំអាហារនាងមិនអាចទប់ចិត្តបានក្រៅពីងាកមកមើលតុក្កតាដេយិតវានៅតែដដែលប៉ុន្តែស្នាមប្រេះជុំវិញមាត់របស់វាហាក់ដូចជាធំជាងមេម៉ាយចៅបានប្រមូលផ្ដុំភាពក្លាហានរបស់នាងហើយសួរថាតើនេះមែនទេដែលម៉ាក់កំពុងនិយាយមែនទេតុក្កតាដេយិតបានឆ្លើយតបថាម៉ាក់ឲ្យខ្ញុំញ៉ាំអាហារតិចពេកញ៉ាំមិនគ្រប់គ្រាន់ទេជើងរបស់មេម៉ាយចៅញ័រប៉ុន្តែនាងក៏មានអារម្មណ៍ថាវាចម្លែកដែរនាងមានអាយុជាង50ឆ្នាំហើយមិនដែលលើតុក្កតាដេយិតនិយាយពីមុនមកទេក្រៅពីនេះតុក្កតានេះហៅនាងថាឌូម៉ាក់គឺប្រសិនបើកូនប្រុសរបស់នាងដែលបានស្លាប់អស់រយៈពេល3ឆ្នាំនៅរស់គាត់គួរតែមានកូនឥឡូវនេះតើអ្នកអាចហៅខ្ញុំថាម៉ាក់អ៊ូដោយរបៀបណាតើអ្នកជាម្ដាយរបស់ខ្ញុំមែនទេតុក្កតាដេយឥតបាននិយាយថាគូអ្នកមករាល់ថ្ងៃដើម្បីជូតមុខនិងដាក់អាហារឲ្យខ្ញុំតើអ្នកមិនមែនជាម្ដាយរបស់ខ្ញុំទេស្ត្រីមេម៉ាយចៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងពិតជាបានមករាល់ថ្ងៃមែនចាប់តាំងពីកូនប្រុសរបស់នាងស្លាប់ទៅនាងមិនបានចាក់ចេញពីវត្តទេនាងតែងតែមកសម្អាតវត្តដែលទ្រុឌទ្រោមជារៀងរាល់ថ្ងៃតុក្កតាដេយិតមានស្នាមប្រេះហើយនាងតែងតែជូតធូលីចេញដោយកន្សែងដៃជារៀងរាល់ថ្ងៃនៅថ្ងៃឈប់សម្រាកនាងតែងតែរៀបចំអាហារមួយចំនួនជាអំណោយសម្រាប់ចៅប្រុសដ៏កុសលរបស់នាងប៉ុន្តែអ្នកធ្វើពីដេយិតសូម្បីតែដេយិតក៏អាចជាកូនប្រុសបានដែរតុក្កតាដេយិតបាននិយាយថាឌូម៉ាក់តើអ្នកចង់បានខ្ញុំទេទឹកភ្នែករបស់ស្ត្រីមេម៉ាយចៅហូរចុះមកលើមុខរបស់នាងអស់រយៈពេល3ឆ្នាំមកហើយគ្មាននរណាម្នាក់ហៅនាងថាឌូម៉ាក់ទេគ្មាននរណាម្នាក់និយាយមួយម៉ាត់ទៅកាន់នាងទេនាងបានជូតទឹកភ្នែកចេញមកក្បាលហើយនិយាយថាបាទពិតណាស់ខ្ញុំចង់បានអ្នកតុក្កតាដេយិតសើចហើយស្នាមប្រេះនៅលើមុខរបស់វាក៏រីកធំឡើងបំណែកដេយិតមួយបានរបកចេញជាមួយនឹងទឹកហូរដែលធ្វើឲ្យស្ត្រីមេម៉ាយចៅភ្ញាក់ផ្អើលនៅក្រោមភក់នាងបានឃើញសាច់ពណ៌នាងប្រញាប់ប្រញាល់ទៅមុខហើយកោសវាថ្នមដេល្បាប់បានធ្លាក់ចេញជាបំណែកបង្ហាញទារកពិតប្រាកដនៅខាងក្នុងធាត់នឹងស្ពាក់អាវផាយពណ៌ក្រហមព្រិចភ្នែកដាក់នាងកុមារស្ត្រីមេម៉ាយចៅស្រែកអបទារកយ៉ាងណែនហើយយំសោកដោយមិនអាចគ្រប់គ្រងបានដៃតូចរបស់ទារកបានអង្អែលខ្នងរបស់នាងត្រជាក់និងរលោងដូចត្បូងពេជ្រនាងបានយកទារកទៅផ្ទះដាំទឹកឲ្យពុះរួចងូតទឹកឲ្យវាទារកដែលឥឡូវស្អាតនិងស្រស់ថ្លាបានផឹកបបរអង្ករពីចានធំរួចដេកលើគ្រែឥដ្ឋក្តៅរួចក៏ងុយគេងស្ត្រីមេម៉ាយចៅអង្គុយក្បែរទារកពេញមួយយប់ដោយខ្លាចថាវាគ្រាន់តែជាសុបិនព្រឹកបន្ទាប់ទារកភ្ញាក់ពីដំណេកហើយអបនាងបេះដូងរបស់ស្ត្រីមេម៉ាយចៅបានរលាយនាងបានដាក់ឈ្មោះទារកថាសៀវសានហើយវាយកនាមត្រកូលរបស់នាងថា
เจ้าชีวิตบานพลับโดเนเป้ได้สตรีเมไมเจ้าเติบนมดำใบจีกรบบันหลายเปรย์ได้ปีมุนกรุบกรอนสำหรับอาหารปีเป้ขนมมือไงเอเลนี้เนียงบ้านประเทศเคยเติมบารังเปรย์มวยบัดพลีมเนเป้ได้เนียงดาเจงให้ดาบ้านปีระใบจุมเฮียนติดเนียงบ้านโรคเคยสมบกปงเปรย์มวยกวดจินเจมมอนปีกบาได้ปีมุนปงปีกรอบขนมมือไงปนแต่เหล่านี้ปุวีปงบานบุญกรอบให้กวดบานเตตีกรงดำใบลุปงហើយជាធម្មតាវាត្រូវចំណាយពេលកន្លះថ្ងៃដើម្បីធ្វើដូច្នេះប៉ុន្តែឥឡូវនេះមនុស្សនឹងមកទិញវាភ្លាមនៅពេលដែលគាត់បើកតូបរបស់គាត់ហើយពួកគេនឹងចំណាយប្រាក់ច្រើនអ្នកភូមិទាំងអស់មានការងឿងឆ្ងល់អំពីរបៀបដែលមេម៉ាយចៅខ្លាយជាអ្នកមានភ្លាមមនុស្សមួយចំនួនបានឃើញថាគាត់មានកូនថ្មីហើយសួរថាគាត់មកពីណាមេម៉ាយចៅគ្រាន់តែនិយាយថាគាត់ជាសាច់ញាតិឆ្ងាយដែលត្រូវបានបញ្ជូនមកចិញ្ចឹមបន្ទាប់ពីឪពុកម្ដាយរបស់គាត់បានស្លាប់អ្នកភូមិមិនបានសួរសំណួរអ្វីទៀតទេក្មេងនោះមើលទៅមានស្បែកហើយមិនចូលចិត្តចេញទៅក្រៅទេស្នាក់នៅផ្ទះពេញមួយថ្ងៃប៉ុន្តែមេម៉ាយចៅដឹងថាក្មេងនេះពិសេសនៅយប់មួយគាត់បានក្រោកឡើងដើម្បីទៅផ្ទះខាងក្រៅហើយពេលគាត់ដើរកាត់បន្ទប់ធំគាត់បានឃើញសៀវសានអង្គុយនៅក្រោមពន្លឺព្រះច័ន្ទរាងកាយទាំងមូលរបស់គាត់ភ្លឺចែងចាំងគាត់កំពុងច្របាច់ដីឥដ្ឋមួយដុំនៅក្នុងដៃរបស់គាត់ហើយពេលគាត់ច្របាច់ដីឥដ្ឋបានប្រែទៅជាសត្វលៀបតូចមួយដែលបក់ស្លាបរបស់វាហើយហៅទៅស្ត្រីមេម៉ាយចៅបានបិទមាត់ហើយមិនបញ្ចេញសំឡេងអ្វីទាំងអស់ហើយត្រឡប់ទៅផ្ទះវិញដោយស្ងាត់នាងមិនខ្លាចទេនេះជាកូនប្រុសរបស់នាងមិនថាគាត់ប្រែក្លាយទៅជាអ្វីក៏ដោយមួយឆ្នាំបានកន្លងផុតទៅក្នុងមួយប៉ព្រិចភ្នែកថ្ងៃមួយអ្នកលក់ដូរម្នាក់បានមកដល់ភូមិដោយកាន់ម្ជុលអំបោះនិងគ្រឿងសម្អាងជាច្រើនស្ត្រីមេម៉ាយចៅបានទិញក្រណាត់ប្រវែង2 ហ្វីតដើម្បីដេររ៉ូបថ្មីសម្រាប់សៀវសានបន្ទាប់ពីយកលុយរួចអ្នកលក់ដូរបានសួរដោយញឹមថាបងថ្លៃស្រីខ្ញុំមើលថាអ្នកមានកូនបេះដូងរបស់ស្ត្រីមេម៉ាយចៅកាន់តែតានតឹងក៏អ្វីគ្មានអ្វីទេនាងសួរអ្នកលក់ដូរបានលើកអីវ៉ាន់របស់គាត់ដោយគ្រាន់តែសួរថាតើកូននោះធាត់នឹងពាក់អាវក្រហមដែរឬទេមុខរបស់ស្ត្រីមេម៉ាយចៅបានផ្លាស់ប្ដូរតើអ្នកដឹងដោយរបៀបណានាងស្រែកអ្នកលក់ដូរបានដើរចេញទៅហើយគាត់បានងាកមកវិញហើយស្រែកថាមាននរណាម្នាក់កំពុងសួរអំពីអ្នកស្ត្រីមេម៉ាយចៅមានការថប់បារម្ភពេញមួយថ្ងៃនៅយប់នោះនាងបានប្រាប់ឈៀវសិនថាបុឈៀវសិនកំពុងលេងក្នុងភក់មិនទាំងងើបមុខផងកុំខ្លាចអីម៉ាក់មានអ្វីត្រូវខ្លាចម៉ាក់មិនខ្លាចទេជាស្ត្រីមេម៉ាយចៅបានអបគាត់យ៉ាងណែនក៏គ្មានអ្នកណាអាចយកកូនទៅបានទេនៅថ្ងៃបន្ទាប់បញ្ហាបានកើតឡើងរទេះមួយបានឈប់នៅច្រកចូលភូមិហើយបុរសចំណាស់ធាត់ម្នាក់ស្លៀកអាវសូត្របានចុះមកតាមពីក្រោយដោយអ្នកបម្រើ2នាក់និងអ្នកលក់ដូរពេលដែលបុរសចំណាស់ចូលទៅក្នុងភូមិភ្លាមគាត់បានស្រែកថាក្មេងនោះជាកូនរបស់ខ្ញុំគាត់ជាចៅប្រុសរបស់ខ្ញុំគាត់ត្រូវបានពួកជួញដូរមនុស្សលួចហើយលក់នៅទីនេះហ្វូងមនុស្សមួយក្រុមធំបានប្រមូលផ្ដុំគ្នាស្ត្រីមេម៉ាយចៅបានឈរនៅមាត់ទ្វារអបឈៀវសិនមុខស្លេកស្លាំងគឺអ្នកកំពុងកុហកនេះជាកូនប្រុសរបស់ខ្ញុំកូនប្រុសរបស់អ្នកនាងស្រែកបុរសចំណាស់បានសើចចំអកថាគឺអ្នកគ្រាន់តែជាស្ត្រីមេម៉ាយតើអ្នកនឹងរកកូនប្រុសនៅណាគាត់ច្បាស់ជាលួចចៅប្រុសរបស់ខ្ញុំហើយចៅប្រុសរបស់ខ្ញុំមានស្នាមជៀមនៅផ្នែកខាងក្រោមខ្នងតើអ្នកហ៊ានមើលទេបេះដូងរបស់ស្ត្រីមេម៉ាយចៅលោតញាប់ពិតជាមានស្នាមជៀមទំហំប៉ុនក្រចកដៃនៅលើខ្នងផ្នែកខាងក្រោមរបស់សៀវសាននាងបានឃើញវានៅថ្ងៃដែលនាងនាំគាត់មកផ្ទះដោយឃើញនាងនៅស្ងៀមបុរសចំណាស់កាន់តែមានមោទនភាពអាហារនិយាយមិនចេញមែនទេឲ្យកូនខ្ញុំនឹងប្រាក់100 តាឡិនមកខ្ញុំវិញហើយយើងនឹងសងប្រាក់វិញបើមិនដូច្នោះទេខ្ញុំនឹងនាំអ្នកទៅជួបអាជ្ញាធរស្ត្រីមេម៉ាយចៅអបសៀវសានយ៉ាងណែនដោយញ័រប្រាក់100 តាឡិនគឺច្រើនជាងអ្វីដែលនាងអាចមានលទ្ធភាពទិញទោះបីជានាងលក់គាត់ក៏ដោយសៀវសានរើបំរាស់ខ្លួននៅក្នុងដៃរបស់គាត់ហើយខ្សឹបថាម៉ាក់ដាក់ខ្ញុំចុះទៅស្ត្រីមេម៉ាយចៅមិនឲ្យខ្ញុំទេសៀវសានតែដៃរបស់គាត់ដើរចុះទៅដើរទៅរកបុរសចំណាស់ធាត់ហើយសម្លឹងមើលគាត់បុរសចំណាស់ធាត់សម្លឹងមើលទៅក្រោមហើយទឹកមុខរបស់គាត់បានផ្លាស់ប្ដូរភ្នែករបស់ក្មេងនេះងឹតនិងភ្លឺ
Sầm lâng mơ mà nú đôi chỉ buộc kê ai mơ khơi tam chăng rồi bỏ buộc kê nẹ thà nhom chỉ chào pro rồi bỏ nẹ mền tê siêu san nì dây sầm lên rồi bỏ quạt đôi chỉ khmei nâng tôn plon ba đôi chnó côn pro rồi bỏ nẹ chmua vậy ta côn pro sa rồi bỏ nẹ chmua vậy ta nẹ ru này na ta miên đam chơ pồn màn đam nơ mục tê rồi bỏ nẹ bồ rót chùm nà thọt miên cáp nhập ảo nhomឈ្មោះកូនប្រុសរបស់ខ្ញុំគឺចៅកៃនាមត្រកូលរបស់កូនប្រសាខ្ញុំគឺលីយើងរស់នៅក្នុងទីក្រុងឈីងស៊ីមានដើមកណ្ដូបពីរដើមនៅមុខផ្ទះរបស់យើងសៀវសានញឹមស្នាមញឹមដែលធ្វើឲ្យមនុស្សម្នាក់ញាក់សាច់កូនប្រុសរបស់អ្នកចៅកៃបានស្លាប់កាលពី3ឆ្នាំមុនហើយកូនប្រសារបស់អ្នកបានរៀបការម្ដងទៀតហើយផ្លាស់ទៅរស់នៅឆ្ងាយតើអ្នកបានចៅប្រុសមកពីណាមុខបរោះចំណាស់ថត់ប្រែជាស្លេកស្លាំងអ្នកកំពុងកុហកកូនប្រុសរបស់ខ្ញុំនៅរស់និងមានសុខភាពល្អសៀវសានងក់ក្បាលកូនប្រុសរបស់អ្នកមានប្រជ្រុយខ្មៅនៅលើថ្ពាល់ខាងឆ្វេងនិងស្លាកស្នាមនៅលើចង្ការបស់គាត់មែនទេបរោះចំណាស់ថត់ងក់ក្បាលមែនហើយនោះជារឿងគួរឲ្យអាណិតណាស់សៀវសានបាននិយាយថារដូវរងាមុនកូនប្រុសរបស់អ្នកបានបោកប្រាស់នៅកាស៊ីណូមួយហើយបាក់ជើងគាត់បានស្លាប់3ថ្ងៃបន្ទាប់ពីត្រូវបានគេដឹកទៅផ្ទះអ្នកខ្លាចក្មួយរបស់អ្នកនឹងយកមរតករបស់អ្នកដូច្នេះអ្នកបានបង្កើតគម្រោងនេះដោយចង់រកកូនម្នាក់ដើម្បីធ្វើពុតជាចៅប្រុសរបស់អ្នកលក់ដូរកំពុងសួរជុំវិញដើម្បីមើលថានរណាបានយកកូនមកហើយអ្នកកំណត់គោលដៅគ្រួសាររបស់យើងគឺមុខបរោះចំណាស់ថត់ប្រែជាស្លេកហើយបូមាត់របស់គាត់ញ័រគអ្នកតាអ្នកដឹងដោយរបៀបណាសៀវសានមិនអើពើនឹងគាត់ហើយងាកទៅរកអ្នកលក់ដូរលីឡាវសានអ្នកបានជួយគាត់បោកប្រាស់មនុស្សកាលពីឆ្នាំមុនអ្នកបានចាប់ពង្រត់កុមារម្នាក់នៅលីវជីចុងហើយលក់គាត់ទៅខេត្តមួយផ្សេងទៀតក្នុងតម្លៃប្រាក់20តាលមែនទេអ្នកលក់ដូរមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់គាត់ថយក្រោយគឺសត្វចម្លែកអ្នកភូមិដែលកំពុងមើលមានការរំជើបរំជួលមាននរណាម្នាក់ស្គាល់បរោះចំណាស់ថត់នោះគឺនេះមិនមែនជាលោកគ្រូចៅមកពីទីក្រុងឈីងស៊ីទេកូនប្រុសរបស់គាត់បានស្លាប់កាលពីដើរងាមុនសាច់ញាតិរបស់ខ្ញុំធ្វើការឲ្យគាត់ដោយឃើញស្ថានភាពអាក្រក់បរោះចំណាស់ថត់ក៏ងាករត់ប៉ុន្តែពេលគាត់លើកជើងឡើងភ្លាមគាត់ទើសំឡេងយំនៅពីក្រោយគាត់វាមិនមែនជាសំឡេងយំរបស់ឈៀវសិនទេប៉ុន្តែជាសំឡេងយំរបស់មនុស្សជាច្រើនទាំងបរោះនិងស្ត្រីទាំងក្មេងទាំងចាស់បរោះចំណាស់ថត់បានងាកមកវិញហើយភ័យខ្លាចយ៉ាងខ្លាំងរហូតដល់ជើងរបស់គាត់ទន់ខ្សោយនៅច្រកចូលភូមិមានមនុស្សមួយក្រុមបានលេចចេញមកមិនមែនមនុស្សទេប៉ុន្តែជាស្រមោលពាក់កណ្ដាលថ្លាអន្តែតលើអាកាសទាំងអស់គ្នាសម្លឹងមើលគាត់មេដឹកនាំគឺជាបុរសវ័យក្មេងម្នាក់ដែលមានប្រជ្រុយខ្មៅនៅលើថ្ពាល់ខាងឆ្វេងនិងស្លាកស្នាមនៅលើចង្ការបស់គាត់សម្លឹងមើលបុរសចំណាស់ថត់ដោយទឹកមុខអាក្រក់យីលោកប៉ាតើលោកអាចប្រើអ្នកស្លាប់ដោយរបៀបណាបរោះចំណាស់ថត់បានដួលទៅលើដីខេខ្ញុំស្លាប់ដោយមិនស្ម័គ្រចិត្តរ៉ាវខេបានបោះជំហានទៅមុខដើរខ្វិនគឺមនុស្សទាំងនោះបាក់ជើងខ្ញុំលោកណេណាលោកគ្រាន់តែខ្វល់ពីការឆ្លោះប្រកែកជាមួយក្មួយប្រុសរបស់លោកដើម្បីមរតកលោកមិនបានទិញឈូសសម្រុំមួយឲ្យខ្ញុំទេតួអង្គនៅពីក្រោយគាត់បានអន្តែតទៅមុខទាំងចាស់ទាំងក្មេងទាំងបុរសទាំងស្ត្រីសុទ្ធតែជាជនរងគ្រោះនៃគម្រោងការរបស់បុរសចំណាស់ថត់និងហួឡាងមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់គាត់សាំខ្លួនលុតជង្គង់លើដីហើយក្រាបថ្វាយបង្គំម្ដងហើយម្ដងទៀតសៀវសានឈរនៅកណ្ដាលទីធ្លាខោត្រណពណ៌ក្រហមរបស់គាត់បោកតាមខ្យល់គាត់បានសម្លឹងមើលបុរសចំណាស់ថត់បន្ទាប់មកសម្លឹងមើលតួអង្គទាំងនោះហើយនិយាយយ៉ាងស្រទន់ថាពេលវេលាបានមកដល់ហើយពេលគាត់និយាយចប់តួអង្គទាំងនោះបានឡោមព័ទ្ធបុរសចំណាស់ថត់និងហួឡាងទីធ្លាពោពេញទៅដោយសម្លេងចម្លែកដូចជាសម្លេងខ្មោចស្រែកនិងសម្លេងចោរយំអ្នកភូមិមានការភ័យខ្លាចយ៉ាងខ្លាំងពួកគេបានលាក់ខ្លួននៅឆ្ងាយមានតែស្ត្រីមេម៉ាយចៅទេដែលឈរនៅមាត់ទ្វារសម្លឹងមើលសៀវសានបន្ទាប់ពីប្រហែលមួយសន្ទុះធូបក៏ឆេះខ្យល់ក៏ឈប់តួអង្គទាំងនោះក៏បែកខ្ញែកហើយបុរសចំណាស់ថត់និងហួឡាងបានដួលទៅលើដីភ្នែករបស់ពួកគេស្រវាំងទឹកមាត់ហូរចេញពីមាត់អ្នកភូមិសម្លឹងមើលគ្នាទៅវិញទៅមកដោយមិនដឹងថាត្រូវធ្វើអ្វីមេភូមិបានប្រមូលផ្ដុំភាពក្លាហាន
hai đà một sầm lân mờ tơ siêu san rút co sầm lân mờ tơ mê mải châu, đòi mình ai nì dây ban si sang vạc nì siêu san nhầm đạ. Quát lục ta mê phum xôm oi nẹ na mà nẹ đất bù kê tơ than su gru nâng đạ tô bù kê chầm pu ẩm pơ ba bờ bó bù kê mê phum ngọc ba mà đòn hai mà đòn tiết, bần chia oi mà nu rờ bó quát đất mà nu chkuột tàng pi nẹ nu lang lờ tê, hai bạc lan trên pi phum bần to pi mà nu crup khni trên tơ sờ trây mê mải chầu. Ban bất phía ọp siêu sanอย่างnén siêu san ọpอย่างnén hai sập thà mạ cung khạch a sờ trây mê mải chầu ban nì dây thà. ម៉ាក់គ្រាន់តែអាណិតម៉ាក់មានមនុស្សជាច្រើនបានបង្កបញ្ហាដល់ម៉ាក់សៀវសានងើយមុខឡើងភ្នែករបស់គាត់ភ្លឺចែងចាំងម៉ាក់តាម៉ាក់ដឹងទេថាហេតុអ្វីខ្ញុំមករកម៉ាក់ស្ត្រីមេម៉ាយជើងងក់ក្បាល20ឆ្នាំមុនម៉ាក់បានជួយសង្គ្រោះកញ្ជ្រោងមួយក្បាលចាំទេស្ត្រីមេម៉ាយជើភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី20ឆ្នាំមុននៅពេលដែលនាងទើបតែរៀបការនៅក្នុងភូមិនេះនាងបានទៅភ្នំដើម្បីកាប់អុសនៅរដូវរងាមួយហើយបានឃើញកញ្ជ្រោងមួយក្បាលដែលជើងរបស់វាជាប់នៅក្នុងអន្ទាក់ពោពេញដោយឈាមនាងមានអារម្មណ៍សោកស្ដាយចំពោះវាដូច្នេះនាងបានបើកអន្ទាក់ហែកសម្លៀកបំពាក់មួយដុំរបស់នាងដើម្បីរុំកញ្ជ្រោងហើយលែងវាចោលកញ្ជ្រោងបានងាកមើលនាងវិញរួចដើរខ្វិនចូលទៅក្នុងព្រៃនោះជាម្ដាយរបស់ខ្ញុំសៀវសាននិយាយគាត់ប្រហែលជាស្លាប់ក្នុងអន្ទាក់ប្រសិនបើអ្នកមិនបានជួយសង្គ្រោះគាត់នៅឆ្នាំនោះគាត់តែងតែចងចាំសេចក្តីសប្បុរសរបស់អ្នកក្រោយមកស្វាមីរបស់អ្នកបានស្លាប់នៅក្មេងហើយកូនប្រុសរបស់អ្នកបានស្លាប់គាត់បានដឹងថាអ្នកនឹងឯកាក្នុងវ័យចាស់ដូច្នេះគាត់បានសុំខ្ញុំធ្វើជាកូនរបស់អ្នកទឹកភ្នែករបស់ស្ត្រីមេម៉ាយជើបានហូរចេញមកវិញពេលគាត់អបសៀវសានដោយនិយាយថាកូនល្អខ្ញុំអាចនៅជាមួយអ្នកបានតែ15ឆ្នាំប៉ុណ្ណោះនោះសៀវសានឆ្លើយថាក្រោយពី15ឆ្នាំខ្ញុំត្រូវត្រឡប់ទៅវិញប៉ុន្តែក្នុងរយៈពេល15ឆ្នាំនេះខ្ញុំនឹងមើលថែអ្នកឲ្យបានល្អធ្វើឲ្យប្រាកដថាអ្នកញ៉ាំអាហារឲ្យបានល្អស្លៀកពាក់ឲ្យបានល្អហើយមិនត្រូវគេធ្វើបាបឡើយស្ត្រីមេម៉ាយជើបានងក់ក្បាលយ៉ាងខ្លាំង15ឆ្នាំគឺគ្រប់គ្រាន់ហើយចាប់ពីពេលនោះមកជីវិតរបស់ស្ត្រីមេម៉ាយជើកាន់តែរលូនសៀវសានឆ្លាតនិងមានវិចារញ្ញាណនៅអាយុ7ឆ្នាំគាត់អាចជួយនាងដោះស្រាយកណេហើយនៅអាយុ10ឆ្នាំគាត់អាចទៅក្រុងដើម្បីចរចាកិច្ចព្រមព្រៀងស្ត្រីមេម៉ាយជើបានបើកហាងតូចមួយលក់ផលិតផលភ្នំហើយអាជីវកម្មក៏កំពុងរីកចម្រើនមនុស្សគ្រប់គ្នានៅក្នុងភូមិដឹងថាសៀវសានគឺជាមនុស្សមិនធម្មតាប៉ុន្តែគ្មាននរណាម្នាក់និយាយអ្វីទេគ្រាន់តែប្រព្រឹត្តចំពោះនាងដោយគួរសមក្នុងរយៈពេលមួយប៉ព្រិចភ្នែក14ឆ្នាំបានកន្លងផុតទៅសៀវសានបានធំឡើងជាបុរសវ័យក្មេងសង្ហាម្នាក់សក់របស់ស្ត្រីមេម៉ាយជើបានប្រែជាពណ៌ស្ទាំងស្រុងប៉ុន្តែនាងនៅតែមានសុខភាពល្អនិងរីករាយជារៀងរាល់ថ្ងៃវាជាថ្ងៃកំណើតគម្រប់15ឆ្នាំរបស់ស៊ីអ៊ីវសានស្ត្រីមេម៉ាយជើបានរៀបចំទៅពេញដោយចានសៀវសានបានញ៉ាំអាហារពី3ខាំដាក់ចង្កឹះចុះហើយអន់គោរពនាង3ដងស្ត្រីមេម៉ាយជើយល់ញឹមហើយជួយនាងឲ្យក្រោកឡើងគឺមិនអីទេម៉ាក់ដឹងថាម៉ាក់នឹងចាក់ចេញក៏ភ្នែករបស់សៀវសានឡើងក្រហមម៉ាក់ខ្ញុំមិនអាចទ្រាំទ្រនឹងការចាក់ចេញពីម៉ាក់បានទេយីមានរឿងអ្វីត្រូវស្ទាក់ស្ទើរស្ត្រីមេម៉ាយជើជូតទឹកភ្នែករបស់នាងកូននៅជាមួយម៉ាក់អស់រយៈពេល15ឆ្នាំហើយម៉ាក់ពេញចិត្តហើយត្រឡប់ទៅវិញទៅម៉ាក់របស់កូនប្រកាសជានឹកកូនដែរសៀវសានមកក្បាលយកថង់ក្រណាត់ចេញពីទ្រូងរបស់នាងនៅខាងក្នុងមានក្រដាសមួយសន្លឹកម៉ាក់នេះជាគំនូរដែលខ្ញុំបានធ្វើសូមប្រើវាដើម្បីរកវាមានថ្មធំមួយនៅលើភ្នំហើយនៅក្រោមថ្មនោះមានពាងមាសមួយគ្រប់គ្រាន់សម្រាប់ម៉ាក់គូពេញមួយជីវិតមេម៉ាយជើបានទទួលយកអំណោយដោយមិននិយាយអ្វីមួយម៉ាត់គ្រាន់តែអបនាងនៅយប់នោះសៀវសានបានស្នាក់នៅជាមួយនាងរហូតដល់ពាក់កណ្ដាលអាធ្រាត្រដោយប្រាប់នាងអំពីកុមារភាពរបស់គាត់ការលំបាកនៃការអនុវត្តខាងវិញ្ញាណរបស់គាត់និងរូបរាងរបស់ម្ដាយគាត់ពេលថ្ងៃរះជិតមកដល់គាត់បានក្រោកឡើង
ហើយចេញទៅខាងក្រៅមេម៉ាយជើបានដើរតាមគាត់ទៅកាន់ទីធ្លាដោយមើលគាត់ដើរមួយជំហានម្ដងចូលទៅក្នុងភ្នំពេលគាត់ទៅដល់គែមព្រៃគាត់បានងាកមកវិញគ្រវីដៃឲ្យនាងហើយបន្ទាប់មកស្រទាប់ពន្លឺពណ៌ស្មួយបានលេចចេញពីរាងកាយរបស់គាត់នៅក្នុងពន្លឺនោះស្រមោលរបស់កញ្ជ្រោងពណ៌សបានលេចឡើងមិនច្បាស់លាស់រត់ទៅទីដៅដែលនាងបានមកហើយបាត់ទៅក្នុងជម្រៅនៃព្រៃមេម៉ាយជើបានឈរនៅក្នុងទីធ្លាអស់រយៈពេលយូរក្រោយមកនាងបានចូលទៅក្នុងភ្នំដើម្បីស្វែងរកហើយប្រាកដណាស់បានជីកពាងមាសមួយនៅក្រោមថ្មធំមួយគាត់បានប្រើប្រាស់ប្រាក់នោះដើម្បីជួសជុលផ្ទះរបស់គាត់ហើយបើកសាលារៀនមួយនៅក្នុងភូមិដែលអនុញ្ញាតឲ្យកុមារសិក្សាដោយឥតគិតថ្លៃក្នុងអំឡុងពេលពិធីបុណ្យគាត់តែងតែទៅវត្តភ្នំដែលទ្រុឌទ្រោមដើម្បីអង្គុយជូតធូលីលើតុតាដីយ៉ាត់និងប្រគេនអាហារក្នុងអាយុ70ឆ្នាំគាត់បានទទួលមរណភាពដោយសន្តិភាពក្នុងដំណេករបស់គាត់ដោយគ្មានជំងឺឬគ្រោះមហន្តរាយអ្វីឡើយនៅថ្ងៃបន្ទាប់នៅពេលដែលអ្នកភូមិបានរកឃើញគាត់កំពុងដេកលើគ្រែឥដ្ឋក្តៅមួយដោយស្នាមញឹមនៅលើមុខរបស់គាត់ក្មេងមកពីសាលារៀនបានស្លៀកពាក់សម្លៀកបំពាក់កាន់ទុកឲ្យគាត់ដឹកគាត់ទៅភ្នំហើយបញ្ចុះគាត់នៅថ្ងៃបញ្ចុះសពមាននរណាម្នាក់បានឃើញកញ្ជ្រោងពណ៌ស្មួយក្បាលកំពុងអង្គុយលើភ្នូរដោយមើលថែពេញមួយយប់ពេលព្រឹកព្រលឹមកញ្ជ្រោងពណ៌ស្បានអន់ក្បាល3ដងទៅទិសខាងកើតរត់ចូលទៅក្នុងព្រៃហើយបាត់ខ្លួនក្រោយមកភូមិនេះត្រូវបានប្តូរឈ្មោះទៅជា Fox Gully ហើយវិមានមួយត្រូវបានសាងសង់នៅច្រកចូលភូមិដែលមានអក្សរចំនួន6ឆ្លាក់នៅលើវាថាគសេចក្តីសប្បុរសនាំមកនៅពរជ័យនៅពេលដែលមនុស្សចាស់និទានរឿងដល់កុមារពួកគេតែងតែចូលចិត្តនិទានរឿងអំពីស្ត្រីមេម៉ាយជើនិងតុកតាដីអិតបន្ទាប់ពីរៀបរាប់រឿងនេះរួចពួកគេនឹងនិយាយថាក្នុងជីវិតនេះប្រសិនបើអ្នកជួយអ្នកដទៃស្ថានសួគ៌នឹងចងចាំអ្វីទាំងអស់ប្រហែលជាថ្ងៃណាមួយវានឹងបញ្ជូនកូនប្រុសម្នាក់មកអ្នកភ្នែករបស់កុមារនឹងភ្លឺឡើងហើយគ្រាប់ពូជនៃសេចក្តីសប្បុរសនឹងត្រូវបានដាំដោយសម្ងាត់នៅក្នុងចិត្តរបស់ពួកគេដូច្នេះនៅក្នុងโลกនេះគ្មានអ្វីដែលហៅថាទង្វើល្អដែលធ្វើដោយឥតប្រយោជន៍នោះទេសត្វវាស្លាប់ដែលអ្នកបានជួយឆ្កែដែលអ្នកចិញ្ចឹមមនុស្សចម្លែកដែលអ្នកបានឲ្យបាយមួយចានទៅប្រហែលជាថ្ងៃណាមួយពួកគេនឹងត្រឡប់មករកអ្នកវិញសំណាងល្អពេលខ្លះមកដល់យ៉ាងលឿនពេលខ្លះយឺតប៉ុន្តែវាតែងតែមកដល់វាអាចคล้ายជាខ្យល់បក់បោកភ្លៀងធ្លាក់ឬសូម្បីតែតុកតាដីយ៉ាតូចមួយកំពុងហើរកម្ដាយរបស់វាដែលធ្វើឲ្យជីវិតដែលនៅសល់របស់អ្នកមានភាពកក់ក្ដៅសូមជូនពរដល់អ្នកដែលបានឮរឿងនេះទាំងអស់សូមឲ្យមានសំណាងល្អនិងសុខភាពល្អអ្នកមើលរឿងនេះហើយសូមជូនពរឲ្យមានសុខភាពល្អនិងរកស៊ីមានបានសូមជួយឲ្យបេះដូង share និង follow ម្នាក់មួយផង